រវាងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃយើងពន្យាពេល24ម៉ោងប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកឲ្យដូចដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនហើយហាមឃាត់នៅការនាំចូលផ្លែឈើនិងហាមឃាត់នៅការនាំចូលបន្លែចូលមកកាន់កម្ពុជាពេលនេះកម្ពុជាអត់មានទៅការនាំស្អីទេហើយបើសិនជានៅក្នុងសូនផ្នែកនាំលើរឿងនេះទីមួយត្រូវខិតខំប្រមូលទិញបើសិនជាបងប្អូនមានយកទៅចែកកងទ័ពនៅតាមទួលដែនក៏ទៅបានដែរទៅអ្នកដែលមានចិត្តធម៌សប្បុរសធម៌ទៅទិញបន្លែផ្លែឈើរបស់បងប្អូនយើងយកទៅចែកជូនកងទ័ពទទួលទានទៅឬចូលមណ្ឌលកម្មាកំព្រាឬក៏កន្លែងវឹកហាត់ទាហានហឹកហាត់នគរបាលស្អីៗអញ្ចឹងវាមិនលំបាកទេហើយចំពោះបងប្អូនពលរដ្ឋថៃត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯងតវ៉ាពោះទាហានថៃជាអ្នកបិទមិនមែនខ្មែរជាអ្នកបិទទេអញ្ចឹងសូមបងប្អូនថៃកុំខឹងសម្បាជាមួយនឹងកម្ពុជាព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃហើយគេបានដឹងហើយថាទម្លាប់នៅក្នុងប្រទេសថៃវាយ៉ាងម៉េចយើងយល់យើងស្គាល់រដ្ឋាភិបាលរហូតដល់នាយករដ្ឋមន្ត្រីមិនមានសិទ្ធិដើម្បីនឹងនិយាយឲ្យបើកឬឲ្យបិទហើយនៅទីនេះមានតែនាយករដ្ឋមន្ត្រីទេហើយជាតួអង្គតែមួយពីលើដល់ក្រោមរាប់ទាំងតួអង្គសភាព្រឹទ្ធសភាដែលជាតួអង្គនីតិបញ្ញត្តិតួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់និងតួអង្គកម្លាំងប្រអាវុធគឺនៅក្រោមជាតួអង្គតែមួយទេយើងមិនយល់បង្ហាញការមិនយល់របស់យើងចំពោះអ្វីដែលបានកើតជារឿងរបស់ថៃទេយើងមិនជឿជឿទេក៏ប៉ុន្តែហេតុអីបាននាយករដ្ឋមន្ត្រីជួបជាមួយប្រធានព្រឹទ្ធសភានាយករដ្ឋមន្ត្រីជួបជាមួយនាយករដ្ឋមន្ត្រីបែរជាគ្មានសិទ្ធិបើកហើយខាងនេះគឺសូមបញ្ជាក់ជូនត្រឡប់ទៅវិញថាប្រសិនបើថៃបើកនៅម៉ោង1យូរបំផុត5ម៉ោងខ្ញុំនិយាយថាយូរបំផុត5ម៉ោងព្រោះខ្ញុំចង់និយាយថាកៃឡូថៃថាប្រកាសបើកនៅម៉ោង1យប់យើងកន្លែងតដេកអត់ដឹងរឿងចឹងបានខ្ញុំនិយាយថាយូរបំផុត5ម៉ោងប៉ុន្តែបើសិនជាពេលថ្ងៃវិញប្រហែលជាត្រឹមតែ1ម៉ោងឬ2ម៉ោងកម្ពុជាបើកធម្មតាដូចស្អីវាងាយណាស់នៅពេលដែលខ្លួនចេញបញ្ជាមកបិទជាឯកតោភាគីគ្រាន់តែដកអាប័ណ្ណបញ្ជានឹងវិញទៅវាជាប់បាត់ទៅហើយគ្មានចាំបាច់ត្រូវការចរចាមិនទង់វែងឆ្នាំវែងទេណាដូច្នេះកម្ពុជាមិនយកកិត្តិយសរបស់ខ្លួនទៅលោកឡំជាមួយនឹងអារឿងបញ្ហាកំហុសរបស់អ្នកដទៃអ្នកឯងចងគឺអ្នកឯងត្រូវស្រាយកម្ពុជាគ្មានចំណែកដើម្បីទៅជួយស្រាយរឿងនេះទេណាហើយកម្ពុជានឹងបន្តធ្វើរួចហើយដោយសារតែហើយអ្នកឯងចង្អុលថាកម្ពុជាផន់ច្រឡំកម្ពុជាអត់បានផន់ច្រឡំទេអ្នកឯងប្រមានមកដល់កម្ពុជាថានឹងកាត់ភ្លើងក្នុងពេលដែលយើងអត់បានប្រើភ្លើងថៃប្រមានកាត់អ៊ីនធឺណិតយើងក៏ចេះគិតគូរអំពីអ្វីដែលហៅថាម្ចាស់ការរបស់ខ្លួនដែរដូច្នេះអ្នកលក់អ៊ីនធឺណិតប្រើអ៊ីនធឺណិតក៏ត្រូវបាត់បង់ប្រាក់ចំណូលដែលធ្លាប់បានមកពីអ៊ីនធឺណិតហើយយើង
có công bị cha ra hỏi xong thì giấy túc chỉ muốn thả lát tập phiếp này ca bất mình ai nóm tầm đến thay chô mà ba nơi Campuchia cứ chỉ là tập phiếp khô pro sân bao tôm đại mình tới bàn bảo hỏi tầm na ca làm quỳnh hỏi xong hòm piêu nơi cho bố bong bôn bị chịu bó rọt ngoài cứ tới nước nô hỏi con tay bánh ha bất plei chư nâng bà lai bọn bôn công Campuchia công chliết tầm làng plei công chliết tầm làng plei không phải rằng dương trời ca pra tầm linh không sọc bỏ dương đời khuyên chiết kinh mi bỏng mình phôi bà răm về rương chiết kinh mi thì chiết kinh mi thì dương mình mến một phó miễn xóa đây chưa định dùng thì chồng ba này dây tăng bình đạo thì thà cầm oi chùm lô về đi ra pi cả lại muối từ căn cả lại muối pi cả nó pi bị say muối từ căn bị say muối thiết còn tại bay chỉ khang nó cứ man thà nít chia chồng nó say rồi mà cả bị chi khó hơi nè cứ khó hơi đại thua ấy đi ra tầm đào bị say được thì hỏng đông biết bị say về đây cho cảm là ca nó cần chun chlong cắt ra bọc chỉ bò rọt nè bất chỉ vô khổ xóm này dưới đời smart strong xong bây ta than là phiếp năm một pon bò rơi pi pon bò bay nó pi pon đầm mùi pi nó còn mình riêng đá đây xóm xong một lực pi nó miền caประชุม ASEAN ญี่ปุ่นในโตเกียวเมกองญี่ปุ่นในโตเกียวไต้ตานิยรัมไต้ไทยอภิสิทธิ์วิชาชีวะบ้านประกาศในที่กรุงโตเกียวฐานนึงบัดพรมแดนกัมพูชีไทยเพื่อหมดแล้วปูจะต้องชมบ้านประกาศท่าพอสั้นบ่เฮียนบัดพรมแดนกัมพูชีนึงประกาศชุบปลายตำแหน่งไทยต่อโดยเฉพาะเป็นลูกอภิสิทธิ์อาเรียนบัดนี้แล้วให้ไอ้บ้านเป็นนี่ไหนเธอจังกัมพูชีก็เตะแต่อันวัดวิธีซะดอกดึกมองเราบอกรู้ได้ยืงเตะจมนู้ได้ผลิตภัณฑ์ครองสรกระบอกยืงได้ผลิตบ้านหายยืงเตะปลาในตุ่มนิ่งปีประเทศเซงใกล้ปีประเทศไทยหายซานี่ยืงบ้านไปจูนเจนปีหมดหายก็ปัจจัยยืงส้มไปเจ้าลางวิ่งต่างออกลางวิ่งต่างออกเรื่องรัฐบาลบ้านเตรียมคลุนให้ดับเบิลถือกิจการต่างหลายหายกัดบนทอยตะก้อนนาการปึงเปะปีสมัครไทยเมียนบ้องปูนมวยจุดรุนโจมอกมันจิพิเศษนิสัตถ่ายปุ๊กจำอย่างไรจำซ้ำประดามเต้าบ่าวกีปะตอไอเรียนบ้านคือเรียนเต้าบ่าวตรอมมันบ้านตีแต่ลบบอกไม่วิ่งมองมาเรียนแล้วสอกไม่วิ่งมาดอลเมียนหาเราบอกเรียนแล้วสอกไม่จำบ่าวเส้นชื่อกระทรวงเอาพรุมอยู่จนนักกีฬาหนังข้างรัฐท่าไปว่ามันอาจจะทูกตะวันจำจะเนี่ยเจงลุยไอเรียนจำโยกาจะรู้เขาตะเลยปัญหาหนึ่งพอเส้นบาเก้ถือตบบอกมันเองเนขนกไปเลยกระพงศักษากระพงศักษาจังสำหรับเรื่องปัญหาจรอกพรมแดนนี่โยเธอไทยเช่นนี้บัดโยเธอไทยเตอตับบางโคลนไอพอต่อเตอกัมพูชีนั่งสำรูเอาโดยดาววินุจกาสไรหายเปล่าเปลือยตรำแต่คำท่าเอากระลามาองจอบก่อนได้เจงปะกะรู้ใช้จรอกพรมแดนเบาปีมองปมวยพรึกดอกมองดอกอยู่ปิงเตอวิจกาสไรเฮ้ยจอบเฮ้ยปนักงูไอ้กัมพูชีคือหนึ่งปะกะให้เบิกจรอกลายวิ่งให้เบิกจรอกลายวิ่งให้ปะกะให้ยกเสวาตุ่มหนึ่งเติมหมอกโดยเก่าหายก็ทรงจุดเรียบจูนได้
សម្រាប់អ្នកជំងឺទាំងឡាយដែលធ្លាប់ទៅព្យាបាលនៅក្នុងប្រទេសថៃត្រូវវិលត្រឡប់មកព្យាបាលក្នុងប្រទេសរបស់ខ្លួនវិញឬថាគេមិនព្យាបាលបើគេមិនព្យាបាលយើងព្យាបាលក្នុងប្រទេសរបស់យើងព្យាបាលក្នុងប្រទេសយើងបញ្ហាទី3គឺបញ្ហាកម្ពុជាបញ្ជូនទៅ ICJ គឺទៅតុលាការយុត្តិធម៌អន្តរជាតិវាជាការកប់ជួនណាស់កាលពី63ឆ្នាំមុនគឺនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962គឺ63ឆ្នាំមុនគឺពីម្សិលគឺបកូនណាព្រះបិតារងបានយកឈ្នះនៅតុលាការការក្តីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីការបរទេសកម្ពុជាប្រាក់សុខុតក៏បានចុះហត្ថលេខាបញ្ជូនទៅ ICJ គឺចំថ្ងៃដដែលណាវាជាការកប់ជួនតែនេះគឺជាលិខិតដែលបញ្ជូនចេញហើយសំណុំរឿងដទៃទៀតនឹងបញ្ជូនតាមក្រោយហេតុអីបានយើងត្រូវយកបញ្ហានេះទៅ ICC ចំណុចនេះដោយសារតែភាគីទាំងពីរមិនអាចចុះសម្រុកគ្នាបានទេនៅអាតំបន់ទាំង4នោះអត់ចុះសម្រុកគ្នាបានទេបើភាគីទាំងពីរមិនអាចរកឃើញនៅការចុះសម្រុកគ្នាជំរឿសរបស់យើងត្រូវយកជំរឿសសន្តិភាពនិងជំរឿសនៃការអនុវត្តច្បាប់អន្តរជាតិសន្តិភាពទាំងពីរនោះសុទ្ធតែសន្តិភាពទាំងអស់យន្តការទ្វេភាគីនៃការចរចាក៏សន្តិភាពយន្តការចូលទៅក្នុងតុលាការក៏សន្តិភាពមិនមែនបានសក្តិថាបញ្ជូនសំណុំរឿងទៅកាន់តុលាការអន្តរជាតិគឺជាការបង្កសង្គ្រាមឬបង្កើតសង្គ្រាមទេណាបង្កើតសង្គ្រាមទេវាច្បាស់លាស់ហើយសូម្បីតែក្នុងប្រមាណថ្ងៃកន្លងទៅវាគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគេចង់វាយគ្នាជាជាងទៅរកសន្តិភាពតាមរយៈតុលាការតែគេថាបើចង់បានដីហ្នឹងចង់បានកន្លែងហ្នឹងគឺត្រូវវាយគ្នាកម្ពុជាមិនមែនខ្វះអាវុធឬខ្វះកម្លាំងដើម្បីវាយគ្នាទេតែកម្ពុជាមិនចង់វាយគ្នាទេកម្ពុជាបញ្ជាក់ពីឆន្ទៈរបស់ខ្លួនមានកម្លាំងទប់ទល់ជាមួយនឹងយថាហេតុទាំងអស់ប៉ុន្តែខ្លួនមិនចង់វាយអ្នកណាទាំងអស់ត្រឹមតែមកការពារទឹកដីរបស់ខ្លួនទេហើយតំបន់ទាំង4នេះព្រំដែនជាង8គីឡូម៉ែត្រប៉ុន្តែតំបន់4នេះគឺតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីគឺมันអាចរកការស្រុកស្រួលគ្នាបានទេទ្វេភាគី100ឆ្នាំទៀតឬ200ឆ្នាំទៀតក៏វាមិនចប់ដែរហើយនឹងវាជាងាយជាមូលហេតុនៃការផ្ទុះសង្គ្រាមរវាងជាតិសាសន៍ទាំងពីរប្រទេសទាំងពីរដូច្នេះហើយបានជាយើងជ្រើសរើសយកដំណោះស្រាយសន្តិភាពតាមរយៈនៃការចរចានិងតាមរយៈនៃការអនុវត្តច្បាប់ហើយខ្ញុំសង្ឃឹមថាប្រទេសលើពិភពលោកដែលកំពុងតែអនុវត្តនៅនយោបាយតាមគោរពច្បាប់អន្តរជាតិដោយជៀសវាងការមិនប្រើកម្លាំងឬគំរាមប្រើប្រាស់កម្លាំងនិងគ្រប់គ្រងដល់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយសន្តិភាពតាមរយៈការចរចាទ្វេភាគីនិងតាមរយៈនៃយន្តការតុលាការ
អ្នកណាក៏ដោយដែលគិតវេះពីតុលាការមានន័យថាខ្លួនមានពិរុទ្ធភាពនិយាយតាមត្រង់មួយបែបគឺមានតែចោលទេដែលវាខ្លាចតុលាការណាបើយើងមានភាពបរិសុទ្ធមិនទៅខ្លាចតុលាការទេមិនទៅខ្លាចតុលាការទេឧទាហរណ៍នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានល្អបំផុតហើយគឺម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដឹកដៃគ្នាទៅតុលាការសិង្ហបុរីនិងម៉ាឡេស៊ីដឹកដៃគ្នាទៅតុលាការការដោះស្រាយបែបនេះគឺវាជាវិធីដោះស្រាយដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសមួយជៀសផុតពីគំនាបរបស់មហាជនរដ្ឋាភិបាលមួយមិនអាចទៅចង្អុលថាខ្ញុំដកថយខ្ញុំបកគលអានេះឲ្យអ្នកឯងមិនអាចទៅនិយាយចឹងបានទេប៉ុន្តែបើតុលាការកាត់ក្តីមកគឺយើងទទួលការគោរពចំពោះសាលិកាតុលាការនេះយើងបញ្យល់ប្រជាពលរដ្ឋរបស់យើងថាតុលាការគេបានរកឃើញនៅចំណុចវាបែបនេះអញ្ចឹងយើងត្រូវទៅលះបង់អាកន្លែងហ្នឹងទៅណាចុះវិធីវាជាល្អបើវាយទឹកគ្នាតើសាច់ឈាមអស់ប្រមាណអញ្ចឹងខ្ញុំគិតថាបណ្ដាប្រទេសអំពាវនាវបណ្ដាប្រទេសដែលមិនចង់ឲ្យមានសង្គ្រាមហើយចង់ឲ្យរកដំណោះស្រាយដោយសន្តិវិធីគ្រប់គ្រងទៅដល់ដំណើរការដែលកម្ពុជានាំរឿងក្តីនេះទៅកាន់តុលាការអន្តរជាតិ800គីឡូម៉ែត្រជាតិយើងយកតែចំណុច4ចំណុចទេយកទៅដោះស្រាយមិនមែនបានទៅគេថា4ចំណុចនេះយើងចាត់ទុកថាដីស្មើនឹង50គីឡូម៉ែត្រទៅចុះយើងថាប៉ុណ្្នឹងទៅចុះវាមិនដល់ផងប៉ុន្តែនៅសល់700ម៉ែត្រគីឡូម៉ែត្រទៀតគឺយន្តការទ្វេភាគីនេះគឺជាការលើកឡើងការជូនព័ត៌មានហើយយើងមិនដោះថយទេហើយខ្ញុំសង្ឃឹមថាមានតែយន្តការនេះទេហើយយើងកុំខ្លាចប្រសិនបើយើងគឺមានភាពសុចរិតគ្រប់គ្រាន់យើងហ៊ានឡើងតុលាការអ្នកដែលមិនហ៊ានទៅឡើងតុលាការទេគឺជាអ្នកដែលខ្លាចហើយមានអាចកំបាំងនយោបាយមានអាចកំបាំងអ្វីនៅពីក្រោយហើយនេះគេកាន់តែបញ្យល់បានថាហេតុអីបាត់ជាហ៊ុនសែនកាលពេលនៅធ្វើនាយករដ្ឋមន្ត្រីបញ្ជាទៅក្រសួងការបរទេសនិងទំនាក់និងបញ្ជាទៅតំណាងអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបោះឆ្នោតប្រឆាំងរុស្ស៊ីក្នុងការវាយលុកចូលអ៊ុយក្រែនយើងបានព្យាករណ៍ដឹងទុកជាមុតទៅហើយហ៊ុនសែនអាចមើលធ្លុះសភាពការព្រោះស្ថានភាពវាបានកើតពិតប្រាកដហើយវានឹងកើតជាបន្តទៀតដូច្នេះបានជាយើងត្រូវប្រកាន់យកអេរិយាបថជាការអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ដែលក្នុងនោះដោះស្រាយដោយសន្តិវិធីមិនប្រើប្រាស់កម្លាំងឬមិនគំរាមប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋដទៃក្នុងចំនួនដោះស្រាយចំនួននេះហើយគឺជាសារហើយក៏សូមបញ្ជាក់អំពីនាងចំពោះបងប្អូនក្រុមគ្រួសារនៅក្នុងប្រទេសដែលមានកូនចៅបងប្អូនសាច់ញាតិនៅក្នុង
នៅក្នុងប្រទេសថៃជួយបង្កលក្ខណៈហើយត្រឡប់មកវិញរថយន្តស្អីៗមិនពិបាកទេក្នុងការដឹកជញ្ជូនហើយក្នុងរយៈអន្តរកាលនេះគឺរាជរដ្ឋាភិបាលគួរតែត្រូវខិតខំដើម្បីធ្វើម៉េចឲ្យបងប្អូននេះមានស្ថិរភាពជីវភាពព្រោះមកពីនោះមិនអាចស្ពីងកមកបានទេដូច្នេះការផ្គត់ផ្គង់កឲ្យជាព្រីអីមួយចំនួនទៅកាត់បងប្អូនអាចធ្វើទៅរួចមិនមែនធ្វើទៅមិនរួចទេណាធ្វើទៅមិនរួចទេយើងមិនយកតែខ្ញុំក៏សូមអំពាវនាវសូមកុំឲ្យពលរដ្ឋខ្មែរយើងមានចរិតជលនិយមដោយនៅទីក្រុងបាងកកដែលយកខ្មែរធ្វើជាសត្រូវដែលដឹកនាំដោយសិទ្ធិលំតគុលដែលកាលពីមុនក៏អញ្ចឹងហើយឥឡូវនេះនៅបន្តអញ្ចឹងសិទ្ធិលំតគុលលោកឯងស្គាល់ហ៊ុនសែនច្បាស់ពីមិនតន់ច្បាស់ពីមុនឥឡូវប្រហែលជាសូម្បីតែហ៊ុនសែនដកខ្លួនចេញពីនាយករដ្ឋមន្ត្រីប៉ុន្តែហ៊ុនសែនឈររឹងមាំនៅក្នុងអំណាចនៅកម្ពុជាសូមតែឯងកុំភ័ន្តច្រឡំហ៊ុនសែនមិនតន់អស់អំណាចនៅឡើយទេណាហើយអ្នកឯងត្រូវស្គាល់គោរពងារដៃគូដែលព្រះមហាក្សត្របបរិជាទានអ្នកកុំចង់ប្រហើនជាមួយកម្ពុជាហើយមើលស្រាលចំពោះកម្ពុជាហ៊ុនសែនបានគ្រប់គ្រងប្រទេសនេះចូលរួមចំណែកគ្រប់គ្រងប្រទេសនេះថាអញ្ចឹងទៅចុះរយៈពេល47ឆ្នាំហើយអ្នកល្មមដឹងថាតើហ៊ុនសែនជានរណាពិតប្រាកដហើយចតុភ័ណ្ឌព្រំផាន់ដែលកន្លងទៅធ្លាប់មកជ្រកកោននៅកម្ពុជាទៅចូលដៃជាមួយសិទ្ធិលំតគុលថ្នាក់ត្រង់សម្ដីបន្តិចអាក្មួយអាប្អូនពីដើមណែអើក្រហមរត់មកជ្រកកោននៅទីនេះឥឡូវចាប់ផ្ដើមវាយប្រហារមកកម្ពុជាសូមថ្នាក់ត្រង់សម្ដីបន្តិចណាស្គាល់សមត្ថភាពរបស់ហ៊ុនសែនច្បាស់ណែស្របមកជ្រកកោននៅជាមួយខ្ញុំឲ្យបាយណែស៊ីខ្ញុំចំណែប៉ុន្តែពេលនេះរឿងណែស្ដាប់ស្អែកជឿនខ្ញុំមិនខ្វល់ទេប៉ុន្តែរឿងស្អីដែលមកវាយប្រហារកម្ពុជាមកវាយប្រហារកម្ពុជាខ្ញុំគ្រាន់តែទូនមានណែទេពេលមុនណែធ្លាប់និយាយថាវាយចូលសៀមរាបហើយយកអង្គរវត្តហើយដោះដូរជាមួយប្រាសាទព្រះវិហារកម្ពុជាមិនមែនជាជ័យសម្រាប់ងាយស្រួលទទួលទានទេណែមើលកម្ពុជាខុសហើយភ័ន្តច្រឡំកម្ពុជាចំណន់ដឹកនាំដោយព្រះបាទនរោត្តមសីហមុនីជាមហាក្រាបគ្រងរាជកម្ពុជាចំណន់ដឹកនាំដោយហ៊ុនសែននិងកម្ពុជាពេលនេះដឹកនាំដោយហ៊ុនម៉ាណែតអមដោយអិសរាជជនទាំងរដ្ឋសភាទាំងព្រឹទ្ធសភាកម្លាំងប្រវត្តិនិងជាតិទាំងមូលរួមគ្នាដើម្បីប្រឈមមុខជាមួយសភាពការនេះយើងមិនចង់ឲ្យអាស៊ានឈឺក្បាលចំពោះយើងទេយើងមិនចង់និយាយទៅក្នុងបញ្ហានេះប៉ុន្តែនៅពេលដែលប្រជុំអាស៊ានខ្ញុំដឹងថានាយករដ្ឋមន្ត្រីកម្ពុជានឹងនិយាយហើយបើសិនជានឹងនិយាយហើយយើងនឹងនិយាយទៅកាន់បរទេសនេះបើសិនជាលើកទឹកចិត្តឲ្យអនុវត្តវាយគ្នាមិនចាំបាច់ទេប៉ុន្តែបើលើកទឹកចិត្តឲ្យដោះស្រាយដោយសន្តិវិធីតាមយន្តការទ្វេគីនិងយន្តការតាមផ្លូវច្បាប់នៅតុលាការអន្តរជាតិយើងស្វាគមន៍
ហើយយើងសង្ឃឹមថាមិត្តភក្តិបរទេសនឹងទទួលយកនៅសំណូមពររបស់យើងព្រោះយើងមិនតែបានសុំទៅសុំអាវុធយុទ្ធភណ្ឌយកមកវាយគ្រាទេយើងសុំឲ្យតែគ្រប់គ្រងដោះស្រាយដោយសន្តិវិធីតាមផ្លូវយន្តការទ្វេភាគីនិងផ្លូវតុលាការអន្តរជាតិតែប៉ុណ្ណោះតាមផ្លូវតុលាការអន្តរជាតិតែប៉ុណ្ណោះហើយយើងសូមសរសើរចំពោះគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរដែលបានចរចាទោះបីលទ្ធផលមិនតាន់បានតាន់រហ័សក៏ប៉ុន្តែយើងសង្ឃឹមថាយន្តការនេះនឹងបន្តការដោះស្រាយទៅលើព្រំដែនគោកតាមអនុសារណៈយោគយល់គ្នាឆ្នាំ2000ដែលក្នុងនោះមានការកំណត់នៃការប្រើប្រាស់ផែនទីត្រឹមត្រូវផែនទីឯកតោភាគីណាមួយមិនត្រូវបានទទួលស្គាល់នោះទេលុះត្រាតែផែនទីនោះវាស្របជាមួយផែនទីគោលដែលកំណត់ដោយកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ1907ហើយដែលតុលាការដែលផែនទីនោះត្រូវបានប្រើប្រាស់ជាហូរហែរហូតដល់តុលាការអន្តរជាតិឡាអេបានយកមកកាត់ក្តីនៅក្នុងឆ្នាំ1962ដូច្នេះផែនទីណាខុសពីនឹងយើងអត់ទទួលស្គាល់ទេរឿងរ៉ាវប្រើផែនទីខុសគ្នានេះហើយគឺជារឿងរ៉ាវដែលនាំទៅដល់ជម្លោះយើងប្រើផែនទីស្របច្បាប់តាមការទទួលស្គាល់ជាអន្តរជាតិហើយតាមរយៈនៃកិច្ចព្រមព្រៀងបារាំងសៀម1907នោះឯងប៉ុន្តែការប្រើផែនទីផ្សេងពីនេះគឺយើងមិនទទួលស្គាល់ទេសូមលោកនាយករដ្ឋមន្ត្រីអធិស្ឋានខ្ញុំនិយាយហាក់ដូចជាបំពេញការងារនាយករដ្ឋមន្ត្រីក៏ប៉ុន្តែខ្ញុំសង្ឃឹមថាបើទោះបីជាខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីក៏ប៉ុន្តែខ្ញុំនៅតែមានសិទ្ធិដើម្បីនឹងនិយាយព្រោះខ្ញុំអត់និយាយឲ្យខុសពីជំហររបស់នាយករដ្ឋមន្ត្រីណាតែខ្ញុំចង់ជូនសារដើម្បីឲ្យនាយករដ្ឋមន្ត្រីជោគជ័យតែប៉ុណ្ណឹងទេតែគិតថានាយករដ្ឋមន្ត្រីមិនប្រកាន់អរគុណឥឡូវនេះចូលដល់របៀបវិរៈព្រោះបកាទី44ត្រូវបានបញ្ចុះ